ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំចាប់បានប្រធានបទរលាកក្រពះនិងព្រូនអំបោះវិជ្ជបញ្ជាទី1ទម្រង់វិជ្ជបញ្ជាថ្ងៃខែឆ្នាំចេញវិជ្ជបញ្ជាត្រឹមត្រូវថ្ងៃទី21ខែមេសាឆ្នាំ2012ឈ្មោះភេទអាយុទម្ងន់អ្នកជំងឺត្រឹមត្រូវអ្នកជំងឺឈ្មោះសុកវិសាលភេទប្រុសអាយុ25ឆ្នាំទម្ងន់45គីឡូក្រាមរោគវិនិច្ឆ័យជំងឺមិនត្រឹមត្រូវមិនមានប្រាប់ពីរោគវិនិច្ឆ័យឈ្មោះនិងហត្ថលេខារបស់គ្រូពេទ្យត្រឹមត្រូវZC វិជ្ជបណ្ឌិតកែវម៉ូណូកំណត់ចំណាំត្រឹមត្រូវសូមកាន់វិជ្ជបញ្ជាមកវិញពេលមកជួបគ្រូពេទ្យលើកក្រោយសម្រាប់បញ្ហាឱសថដែលបានចេញវិជ្ជបញ្ជារបៀបប្រើកម្រិតប្រើនៅរយៈពេលប្រើប្រាស់មិនត្រឹមត្រូវមិនមានបញ្ជាក់ពីរបៀបប្រើកម្រិតប្រើនិងរយៈពេលប្រើប្រាស់ទេការហាមឃាត់មិនមានអ្នកជំងឺសុខវិសាលមិនមានព័ត៌មានណាដែលត្រូវហាមឃាត់ដល់ការប្រើប្រាស់ឱសថខាងលើទេអន្តរកម្មឱសថមានឱសថស៊ីមេទីឌីនរារាំងមេតាបូលីសឱសថមេបង់ដាសូលនៅត្រង់ថ្លើមវិជ្ជបញ្ជាទី2ទម្រង់វិជ្ជបញ្ជាថ្ងៃខែឆ្នាំចេញវិជ្ជបញ្ជាត្រឹមត្រូវថ្ងៃទី22ខែមេសាឆ្នាំ2012ឈ្មោះភេទអាយុទម្ងន់អ្នកជំងឺមិនត្រឹមត្រូវមិនមានប្រាប់ពីឈ្មោះភេទអាយុទម្ងន់អ្នកជំងឺឡើយរោគវិនិច្ឆ័យជំងឺត្រឹមត្រូវរលាកក្រពះនិងទម្លាក់ព្រូនអំបោះឈ្មោះនិងហត្ថលេខារបស់គ្រូពេទ្យត្រឹមត្រូវ TPA វិជ្ជបណ្ឌិតកៅសនកំណត់ចំណាំត្រឹមត្រូវសូមកាន់វិជ្ជបញ្ជាមកវិញពេលមកជួបគ្រូពេទ្យលើកក្រោយបញ្ហាឱសថដែលបានចេញវិជ្ជបញ្ជារបៀបប្រើកម្រិតនិងរយៈពេលប្រើប្រាស់ត្រឹមត្រូវអូមេប្រាហ្សូល40មីលីក្រាមចំនួន28គ្រាប់លេបមួយដងមួយគ្រាប់នៅពេលរសៀលគ្រប់រយៈពេល4សប្តាហ៍មេបង់ដាសូល100មីលីក្រាមចំនួន1គ្រាប់ទំពាមុនលេប1គ្រាប់នៅពេលរៀបចូលសម្រានការហាមឃាត់មិនមានអ្នកជំងឺមិនមានព័ត៌មានណាដែលត្រូវហាមឃាត់ដល់ការប្រើឱសថខាងលើទេអន្តរកម្មឱសថមិនមានការប្រើប្រាស់ឱសថអូមេប្រាហ្សូល40មីលីក្រាមជាមួយគ្នានិងឱសថមេបង់ដាសូល100មីលីក្រាមនេះវាមិនមានអន្តរកម្មឱសថទេអរគុណលោកគ្រូអ្នកគ្រូ